រឿងរាជសីហ៍ជក់ចិនត្បិតតុនសាយនៅក្នុងព្រៃដ៏សែនក្រាស់ដែលមានរូងភ្នំយ៉ាងធំទូលាយគឺទីនោះជាទីលំនៅរបស់ពួកសត្វរាជសីហ៍ជាស្ដេចសត្វលើសត្វទាំងពួងថ្ងៃមួយរាជសីហ៍ជាមេហ្វូងមានសេចក្តីអផ្សុកធុញថប់ក្នុងអារម្មណ៍ជាខ្លាំងក៏បាននិយាយទៅកាន់កូនចៅថាតើអ្នកណាអាចធ្វើអ្វីបានដើម្បីឲ្យយើងសប្បាយចិត្តណោះកូនចៅរាជសីហ៍ក៏នាំគ្នារកវិធីណាដើម្បីឲ្យរាជសីហ៍បានសប្បាយចិត្តគិតហើយក៏បានទៅនាំសត្វសារិកាឲ្យមកច្រៀងចម្រៀងឲ្យរាជសីហ៍ស្ដាប់កំសាន្តចិត្តវាប្រឹងច្រៀងជាមួយនឹងសំឡេងយ៉ាងស្រួយពីរោះរាជសីហ៍ស្ដាប់ដំបូងពេញចិត្តពេញថ្លើមណាស់តែលុះស្ដាប់យូរទៅក៏ស្លង់អារម្មណ៍ហាក់កាន់តែកំសត់ខ្លួនទៅវិញទៅតាមបទចម្រៀងដ៏ស្រទន់របស់សារិការាជសីហ៍ក៏បានស្រែកឲ្យសារិកាឈប់ច្រៀងហើយឲ្យនាំសារិកាចេញទៅនឹងបានស្ដីបន្ទោសទៅអ្នកដែលនាំយកសារិកាមកឲ្យច្រៀងនោះយ៉ាងខ្លាំងថាអញចង់ឲ្យសប្បាយចិត្តតែបែរជាយកសារិកាមកច្រៀងធ្វើឲ្យចិត្តឯងកាន់តែអន្លង់អន្លោចទៅវិញកូនចៅរាជសីហ៍ក៏បាននាំគ្នាគិតម្ដងទៀតហើយក៏ល្បីថាមានទន្សាយមួយចេះធ្វើការសម្ដែងសៀកយ៉ាងប៉ិនប្រសប់ដូច្នេះពួកយើងគួរទៅនាំទន្សាយនោះឲ្យមកសម្ដែងជូនលោកម្ចាស់របស់យើងទៅគិតហើយក៏បានទៅនាំទន្សាយឲ្យមកសម្ដែងតែយកចំទន្សាយគល់ជាអ្នកទៅបនឹងហាត់រៀននៅមិនសូវរហ័សរហួនផងក្នុងឈុតមួយទន្សាយគល់បានបោះកងឈើឡើងលើដើម្បីឲ្យកងនោះធ្លាក់មកវិញគឺឲ្យចូលក្បាលដែលហាក់ដូចជាចាប់កងនោះមកពាក់អញ្ចឹងហើយកងទាំងនោះត្រូវបោះបន្តបន្ទាប់គ្នាតែការសម្ដែងរបស់ទន្សាយគល់នោះមិនបានល្អសោះព្រោះកងខ្លះធ្លាក់ចូលនិងកងខ្លះទៀតក៏ធ្លាក់មិនចូលក្បាលហើយយឺតទៀតផងដោយសារតែទន្សាយគល់នោះទៅតែនឹងហាត់រៀនរាជសីហ៍មិនសប្បាយចិត្តនិងគ្មានអ្វីគួរឲ្យទាក់ទាញអារម្មណ៍សោះក៏បានដេញទន្សាយគល់នោះចេញទៅកូនចៅរាជសីហ៍ក៏បានសួរទៅទន្សាយគល់នោះថាក្រែងល្បីថាទន្សាយពូកែសម្ដែងសៀកណាស់ឬហើយហេតុអ្វីបានជាសម្ដែងមិនល្អមើលសោះអញ្ចឹងទន្សាយគល់បានប្រាប់ថាខ្ញុំទៅនឹងហាត់រៀនទេតែអ្នកដែលពូកែសម្ដែងពិតនោះគឺមានតែទន្សាយស្លឹកទេដែលជាគ្រូរបស់ខ្ញុំកូនចៅរាជសីហ៍ក៏បាននាំទន្សាយស្លឹកឲ្យមកសម្ដែងការសម្ដែងនោះទន្សាយស្លឹកប្រើនៅទេពកោសល្យយ៉ាងប៉ិនប្រសប់ហក់លោតបង្វិលខ្លួនធ្វើឲ្យរាជសីហ៍ពេញចិត្តយ៉ាងខ្លាំងហើយក្នុងឈុតមួយទៀតដែលធ្វើឲ្យរាជសីហ៍ជឿនិងស្ងើចសរសើរបំផុតនោះគឺទន្សាយស្លឹកយកដៃក្តោបផ្កាមិនឲ្យរាជសីហ៍ឃើញហើយច្បូតឡើងលើដោយមានកូនឈើតូចដុតជាផ្កាលុះពេលប្រឡែងដៃភ្លាមក៏ឃើញផ្ការីកយ៉ាងស្រស់ដូចជាផ្កាកំពុងរីកជិបនឹងតោងអញ្ចឹងរាជសីហ៍មានអារម្មណ៍ថាទន្សាយនោះចេះជប់ប្រើវេទមន្តដ៏អស្ចារ្យរាជសីហ៍ទះដៃអបអរសាទរដោយឲ្យទន្សាយស្លឹកធ្វើម្ដងហើយម្ដងទៀតនិងឲ្យទន្សាយស្លឹកសម្ដែងឲ្យយឺតតែទន្សាយថាមិនអាចធ្វើយឺតទេព្រោះនេះជាសៀករហស្សកម្មបើសម្ដែងយឺតនោះវាមិនត្រូវបានគេហៅថាជាសៀករហស្សកម្មនោះទេតាមពិតសៀករហស្សកម្មគឺវាកើតឡើងពីការរៀនហ្វឹកហាត់មុននឹងសម្ដែងនិងកុហកមិនឲ្យអ្នកមើលទិននោះទេទើបធ្វើឲ្យអ្នកមើលជឿរាជសីហ៍នៅតែកោតសរសើរនិងនៅតែគិតថាទន្សាយស្លឹកនោះចេះវេទមន្តអ្វីម្យ៉ាងជាប្រកបហើយបានសួរទៅកាន់ទន្សាយឲ្យប្រាប់អំពីវេទមន្តនោះតែទន្សាយប្រាប់ថាវាមិនអាចប្រាប់បានទេព្រោះថាបើខ្ញុំប្រាប់ទៅលោកម្ចាស់ប្រកាសជាលែងជឿខ្ញុំមិនខានទេតែរាជសីហ៍នៅតែទទូចចង់ដឹងតែទន្សាយស្លឹកក៏នៅតែមិនព្រមប្រាប់ព្រោះថាបើទន្សាយស្លឹកប្រាប់គឺរាជសីហ៍ប្រកាសជាដឹងអំពីល្បិចនៅក្នុងការសម្ដែងហើយប្រកាសជាលែងជឿរីឯទន្សាយក៏លែងមានឱកាសសម្ដែងឲ្យរាជសីហ៍មើលទៀតផងរាជសីហ៍ក៏សុំទន្សាយស្លឹកជាមិត្តនិងជាភ្ញៀវយ៉ាងពិសេសនិងជាអ្នកសម្ដែងវេទមន្តដ៏អស្ចារ្យនៅក្នុងចិត្តរបស់រាជសីហ៍បើពេញចិត្តបើទោះគេបោកក៏ញញឹមបើកំណត់មិនដល់អ្នកបោកតែងសរសើរអ្នកបោកបើមិនចេះបោកធ្វើឲ្យអ្នកមើលមិនពេញចិត្តបើពូកែបោកធ្វើឲ្យអ្នកមើលសរសើរដោយភ្លេចថាខ្លួនកំពុងត្រូវបានគេបោក